បាទសូមជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបប៉ាពេជ្រ Cooking ទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះយើងនឹងមកបង្ហាញបងប្អូននៅមុខម្ហូបម្យ៉ាងដែលមានឈ្មោះថាឆ្អឹងជំនីជ្រូកស្ងោរផ្លែល្ហុងទុំស្រគាលបាទជាដំបូងនេះគឺយើងសាប់ឆ្អឹងជំនីជាចំណិតដុំៗមកបន្ទាប់មកយើងដាក់លាងវាជាមួយនឹងម្សៅដលងមីដើម្បីលាងឈាមនិងក្លិនឆ្អាបឲ្យបានល្អបាទបន្ទាប់មកខ្ញុំក៏ធ្វើការត្រាំចំនួន5ឬ10នាទីឡើងទៅបន្ទាប់មកខ្ញុំវឹងប្រៃទៅរកបេះផ្លែល្ហុងដែលដាំដោយខ្លួនឯងចំនួន1ផ្លែសម្រាប់ល្ហុងនេះគឺរាងទុំសកៀលបន្តិចទៅហើយបាទបន្ទាប់មកយើងមកធ្វើការបករួចហើយក៏មានការ៉ុតបន្លែការ៉ុតចំនួន1កណាត់ក្នុងមួយមើមនេះគឺខ្ញុំយកតែ1កណាត់ទេបន្ទាប់មកក៏យើងមកធ្វើការហាន់ជាដុំតូចធំទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាទតែសម្រាប់ខ្ញុំនេះគឺយកកមិតក្បាច់ក្បូរមកហាន់ឲ្យមានរូបរាងគួរឲ្យចង់ហូបបាទបន្ទាប់ពីយើងហាន់ជាមួយនឹងការ៉ុតរួចរាល់ហើយឥឡូវយើងមកធ្វើការហាន់ជាមួយនឹងផ្លែល្ហុងរបស់យើងនេះសម្រាប់ផ្លែល្ហុងគឺរាងសកៀលបន្តិចហើយសម្រាប់ល្ហុងយើងនេះគឺពិតជាល្អមែនទែនគឺអត់មានផ្លែអត់មានគ្រឿបតែម្ដងមិនមែនអត់មានផ្លែទេគឺអត់មានគ្រឿបសូម្បីតែមួយគ្រឿបបាទល្ហុងនេះគឺមើលថែដាំដុះដោយខ្លួនឯងតែម្ដងបងប្អូនទាំងអស់គ្នាអត់មានជាតិគីមីអីទាំងអស់ហើយសំខាន់នោះគឺដាំដោយផ្ទាល់ដៃខ្លួនឯងតែម្ដងសម្រាប់ល្ហុងគឺបងប្អូនអាចដាក់ចំណិតតូចឬធំទៅតាមការចូលចិត្តរបស់បងប្អូនទៅសម្រាប់ខ្ញុំគឺមិនធំពេកហើយក៏មិនតូចពេកដែរបាទហើយល្ហុងរបស់យើងនេះបន្ទាប់ពីយើងហាន់ជាចំណិតរួចរាល់ហើយឥឡូវយើងដាក់រួមគ្នាជាមួយនឹងការ៉ុតតែម្ដងទៅយកមកយើងយកទៅធ្វើការលាងទឹកមួយទឹកទៀតបាទរួចរាល់ហើយខ្ញុំក៏មកត្រៀមដាក់ជាមួយនឹងផ្លែប៉ោម1កណាត់មួយចំហេងបាទធម្មតាគឺគេមិនដែលដាក់ទេប៉ុន្តែសម្រាប់ស្ងោរឆ្អឹងជំនីជ្រូកមួយមុខនេះគឺខ្ញុំដាក់ផ្លែប៉ោមដែរដើម្បីបង្កើនជាតិផ្អែមឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ហើយនឹងជួយបំរុងសុខភាពរបស់យើងឲ្យកាន់តែល្អបាទផ្លែប៉ោមរបស់យើងក៏ហាន់រួចរាល់ឥឡូវខ្ញុំដួសដាក់ចានក្រងទៅតំណងដើម្បីយកទៅធ្វើការលាងទឹកបន្តទៀតរួចរាល់ហើយខ្ញុំក៏មកដាក់ជាមួយនឹងផ្សិតខ្មៅចំនួន1គ្រាប់ផងដែររួចហើយនេះគឺជាខ្ទឹមបំពងរបស់យើងបាទបន្ទាប់ពីត្រៀមគ្រឿងក្រៅរួចរាល់ឥឡូវយើងមកមើលគ្រឿងរបស់យើងម្ដងទៀតគឺឆ្អឹងជំនីជ្រូកទៅមកផ្លែប៉ោមល្ហុងជាមួយនឹងមើមការ៉ុតហើយស្ងោរមួយមុខនេះគឺខ្ញុំដាក់ជាមួយនឹងខ្ញីខ្ទឹមសចិញ្ច្រាំបន្ទាប់មកគឺមានជីឡាណាដើមខ្ទឹមជាមួយនឹងខ្ទឹមសាប់បំពងបន្ទាប់មកមានគល់ខ្ទឹមផ្សិតខ្មៅជាមួយនឹងខ្ទឹមសបំពងរួចហើយយើងមកត្រៀមឆ្នាំងដីរបស់យើងបកាត់ភ្លើងឈុលដើម្បីធ្វើការកម្ដៅហើយដាក់ខ្លាញ់លីងជាមួយនឹងខ្ទឹមសនិងខ្ញីដើម្បីឲ្យវាឈ្ងុយទៅមកយើងក៏មកដាក់ជាមួយនឹងឆ្អឹងជំនីសាប់របស់យើងនោះដាក់ចូលប្រងតំណងទៅដើម្បីធ្វើការលីងវាឲ្យស្ងួតទឹកបាទបន្ទាប់មកក៏យើងចាប់ផ្ដើមដាក់ជាមួយនឹងផ្សិតខ្មៅគល់ខ្ទឹមនិងខ្ទឹមសបំពងនេះចូលប្រងដើម្បីធ្វើការលីងរួមគ្នាឲ្យវាឡើងក្លិនឈ្ងុយតែម្ដងបាទក្រោយពីលីងបានមួយសបកហើយស្ងួតទឹកហើយយើងក៏មកដាក់ជាមួយនឹងម្សៅស៊ុប2លាបព្រាកាហ្វេប្រងចូលទៅនិងស្ករសមួយចុងលាបព្រាបន្តិចរួចមកក៏រ៉តឌីចំនួន2លាបព្រាកាហ្វេរួចហើយក៏មកដាក់បន្ថែមដោយទឹកស៊ីអ៊ីវរសជាតិចំនួនប្រហែលជាកន្លះលាបព្រាបាយដាក់ចូលប្រងទៅបន្ទាប់មកខ្ញុំក៏មកដាក់ជាមួយនឹងប្រេងខ្យង1លាបព្រាបាយឬសូតាក្ដក់ចូលទៅប្រងតែម្ដងបាទទៅមកយើងក៏មកធ្វើការលីងឲ្យវាចូលជាតិជាមួយឆ្អឹងចិននីជ្រូករបស់យើងក្លាប់ទៅក្លាប់មករួចហើយយើងក៏មកដាក់ជាមួយនឹងទឹកចំនួន3វែកដើម្បីធ្វើការល្ងឹសឆ្អឹងចិននីជ្រូករបស់យើងក្រោយពីល្ងឹសបានមកសបករួចហើយឥឡូវយើងមកធ្វើការបើករួបមើលដើម្បីនឹងបន្ថែមជាមួយនឹងផ្លែប៉ោមចូលទៅរួចហើយក៏ដាក់ជាមួយនឹងល្ហុងការ៉ុតផ្លែដែលមានក៏ដាក់ចូលទាំងអស់ប្រងតំណងទៅ
ដើម្បីធ្វើការចំអិនបន្តបាទហើយស្ងោរល្ហុងរបស់យើងឆ្អឹងជំនីជ្រូកនេះក៏មានតែប៉ុណ្ណេះឯងគឺការចំអិនរងាស់គឺនៅលើបងប្អូនយួរផុយបណ្ណាយួរឆ្អិនបណ្ណាក៏សាច់ទៅលើបងប្អូនទៅហើយសម្រាប់ជីជក់មានដើមខ្ទឹមមានជីឡាណាមានខ្ទឹមសបំពួងនោះគឺបងប្អូនចាំដាក់នៅពេលដែលយើងលើកមកអូហើយសម្រាប់ស្ងោរល្ហុងឆ្អឹងជំនីជ្រូកយើងមួយមុខនេះទៀតនោះដែលជួយធ្វើឲ្យសម្លកាន់តែឈ្ងុយនោះគឺនេះគល់ជីវ៉ាន់ស៊ុយចំនួន2គល់ដាក់ចូលប្រងតែម្ដងទៅបាត់ហើយស្ងោរឆ្អឹងជំនីជ្រូកដាក់ល្ហុងសាគៀលរបស់យើងនេះក៏មានតែប៉ុណ្ណេះឯងបើពេញចិត្តនឹងវីដេអូកុំភ្លេចជួយចុច like ចុច share ចុច comment និងចុចតាមដានទាំងអស់គ្នាមកសម្រាប់ពេលនេះប៉ាពេជ្រ cooking សូមជម្រាបលាបាយបាយ